នៅក្នុងដៃរបស់ខ្ញុំនេះគឺប្រភេទពួក iPad Pro Chip M2 128G ប្រភេទពួក Wi-Fi only ខ្ញុំបញ្ជាក់បងប្អូនអរគ្នាប្រភេទពួក Wi-Fi only នេះគឺពិបាករកមែនតើដោយសារអីដោយសារតែប្រភេទពួក Wi-Fi only យើងប្រើទៅគឺវា save លុយជាងប្រភេទពួក SIM Wi-Fi អញ្ចឹងភ្ញៀវភាគច្រើនគាត់សួររកច្រើនប្រភេទសួររកច្រើនជាងប្រភេទពួក SIM បងប្អូនអរគ្នាហើយសម្រាប់ប្រភេទពួកនៅក្នុងដៃរបស់ខ្ញុំនេះគឺប្រភេទពួក Advanced ស្អាតភ្លឹងហ្មងអត់មានកន្លែងណាដែលស្ទើរទេបងប្អូនអរគ្នាមើលបាននេះនៅជុំវិញមកនិយាយទៅមកវ៉ាន់ជុំវិញសាច់អេក្រង់អីគឺធានាឲ្យមកស្អាតឃើញទេខ្ញុំលុកសៅឲ្យបងប្អូនមើលអត់មានស្នាមឆ្កូតក្វែងក្វាមអីទេហើយអវ៉ាន់ធានាឲ្យគឺអវ៉ាន់សនំសេណែនហ្មងអញ្ចឹងសម្រាប់បងប្អូនអរគ្នាដែលត្រូវការ iPad Pro M2 អវ៉ាន់ 2 ប្រើទៅ save លុយបាទអាចពិចារណាដើមនេះបានណានិយាយទៅ save លុយខ្លាំងមែនតើហើយអវ៉ាន់នេះគឺខ្ញុំមានតែមួយគ្រាប់គត់អវ៉ាន់ផ្សេងដែលខ្ញុំតម្លាក់នៅក្នុង page វីដេអូចាស់គឺអស់ទាំងអស់អត់មានអវ៉ាន់នៅសល់ទេហើយអវ៉ាន់នេះគឺអវ៉ាន់ទៅតែចូលក្រោយទេអញ្ចឹងសម្រាប់បងប្អូនអ្នកគ្នាដែលមានតម្រូវការកុំស្ទាក់ស្ទើរណាពិចារណាលឿនមកអត់ទាន់មានអវ៉ាន់ក្នុង stock iPad Pro M2 11 inch 128G Wi-Fi អវ៉ាន់កម្រយូរជួបមួយទេមានតម្រូវការមានចង្អុលអីផ្សេងអាចសួរបន្ថែមបានតាមរយៈ Telegram ឬក៏តាម Facebook page កុំឆាតតាម Telegram ដោយសារ team របស់ខ្ញុំគាត់រងចាំ reply បងប្អូនអ្នកគ្នានៅក្នុងTelegram ហើយនៅក្នុង page ក្នុង TikTok អត់មានអ្នក reply ទេអរគុណ